ច្បាប់ចក្រវាលអស្ចារ្យណាស់ផ្ដល់ឲ្យទាំងសេចក្តីសុខហើយផ្ដល់ឲ្យទាំងទ្រព្យសម្បត្តិទៅតាមបំណងប្រាថ្នារបស់បុត្រសម្រាប់បុត្រណាដែលផ្សារភ្ជាប់ជាមួយនឹងធម្មពលពិតដែលចក្រវាលផ្ដល់ឲ្យបាទថ្ងៃនេះខ្ញុំសូមនិយាយអំពីប្រធានបទមួយដែលនិយាយអំពីចក្រវាលផ្ដល់ឲ្យយើងទាំងសេចក្តីសុខទាំងទ្រព្យសម្បត្តិទៅតាមបំណងប្រាថ្នារបស់យើងឲ្យតែយើងចេះផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មពលពិតដែលចក្រវាលផ្ដល់ឲ្យនោះចក្រវាលនឹងបំពេញបំណងរបស់យើងគ្រប់បែបយ៉ាងបាទមុននឹងចូលដល់ប្រធានបទនេះបាទទី1គឺខ្ញុំសូមនិយាយអំពីការផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលការផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលថាតើផ្សារភ្ជាប់ដោយរបៀបណាបាទតើវិធីនៅក្នុងការផ្សារភ្ជាប់ដូចមិនដែរទៅបាទសម្រាប់ចំណុចនេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ការដែលខ្ញុំផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលគឺខ្ញុំតែងតែធ្វើការអង្គុយស្ងៀមធ្វើការសម្ដែងបិណ្ឌអរគុណដឹងគុណសម្ដែងដឹងបិណ្ឌគុណជារៀងរាល់ថ្ងៃអធិដ្ឋានរំលឹកដឹងបិណ្ឌគុណទៅដល់ធម្មពលដែលមាននៅក្នុងខ្លួនរបស់ខ្លួនឯងដែលចក្រវាលតែងតែផ្ដល់ឲ្យគ្រប់ពេលវេលាហើយខ្ញុំតែងតែធ្វើការដកដង្ហើមចេញចូលសមាធិដូច្នេះហើយពេលដែលខ្ញុំផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលខ្ញុំទទួលបានធម្មពលពិសេសមួយដែលទ្រង់ផ្ដល់ឲ្យដូច្នេះហើយអ្វីដែលខ្ញុំតែងតែធ្វើការអង្គុយស្ងៀមដកដង្ហើមវែងជាពិសេសអ្វីដែលខ្ញុំតែងតែនៅតែម្នាក់ឯងស្ងប់ស្ងាត់ខ្ញុំតែងតែមានចម្លើយមួយដ៏ល្អពីចក្រវាលហើយចក្រវាលគឺគាត់ confirm តាមបំណងប្រាថ្នារបស់ខ្ញុំជាមួយនឹងអ្វីដែលជាបំណងប្រាថ្នាពិតរបស់ខ្ញុំគ្រប់បែបយ៉ាងជាពិសេសអ្វីដែលទ្រង់ផ្ដល់ឲ្យនោះគឺទាំងសេចក្តីសុខទាំងសេចក្តីសុខផ្លូវចិត្តទាំងសេចក្តីសុខខាងផ្លូវអារម្មណ៍ក៏ដូចជាទៅទាំងទ្រព្យសម្បត្តិទៅតាមបំណងប្រាថ្នារបស់យើងទាំងការងារមុខរបរនៅអ្វីដែលជាបំណងប្រាថ្នាពិតប្រាកដរបស់យើងហើយអ្វីដែលជាចំណុចសំខាន់មួយទៀតខ្ញុំតែងតែធ្វើការអរគុណដឹងគុណធ្វើអ្វីដែលខ្ញុំអាចធ្វើបានឲ្យល្អបំផុតធ្វើអ្វីដែលខ្ញុំអាចធ្វើបានគ្រប់ពេលវេលាខ្ញុំតែងតែធ្វើការប្រើអារម្មណ៍ស្ដុកស្ដំជាពិសេសគឺខ្ញុំតែងតែឲ្យតម្លៃទៅលើធម្មពលដែលមាននៅក្នុងខ្លួនរបស់ខ្ញុំអារម្មណ៍ដែលចក្រវាលផ្ដល់ឲ្យគឺខ្ញុំធ្វើទៅតាមអារម្មណ៍ដែលទ្រង់ផ្ដល់ឲ្យមួយវិញទៀតខ្ញុំមិនទន្ទឹងរង់ចាំអ្វីដែលខ្ញុំធ្វើហ្នឹងត្រូវតែធ្វើឲ្យត្រូវតែបានលទ្ធផលធ្វើឲ្យចង់ជោគជ័យភ្លាមអត់អាចទៅរួចទេខ្ញុំធ្វើដោយស្ដុកស្ដំខ្ញុំធ្វើដោយប្រឡែងខ្ញុំធ្វើដោយមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងគឺដោយចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធអញ្ចឹងអត់ទៀមទាអត់ត្រូវការអត់ចង់បានអញ្ចឹងគឺធ្វើការផ្ដល់ឲ្យដោយចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធពេលនោះហើយខ្ញុំតែងតែមានធម៌ពលពិតដែលចក្រវាលផ្ដល់ឲ្យគ្រប់ពេលគ្រប់វេលាអញ្ចឹងសម្រាប់ការធ្វើអ្វីមួយគឺធ្វើដោយចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធផ្ដល់ឲ្យដោយមិនទៀមទាផ្ដល់ឲ្យដោយចិត្តដ៏ល្អចេញពីខាងក្នុងពិតដោយមិនមានការសំដែងណាកន្លែងហ្នឹងណាអញ្ចឹងកន្លែងមួយទៀតដែលខ្ញុំតែងតែធ្វើជារៀងរាល់ថ្ងៃគឺធ្វើការអរគុណដឹងគុណសម្ដេចដឹងបុណ្យគុណជារៀងរាល់ពេលធ្វើការអង្គុយស្ងៀមនៅម្នាក់ឯងបាទស្មឹងស្មាតនៅម្នាក់ឯងគ្រប់ពេលគ្រប់វេលាខ្ញុំតែងតែទទួលបានធម្មពលដែលចក្រវាលគាត់ confirm ផ្ដល់ឲ្យខ្ញុំគ្រប់ពេលគ្រប់វេលាតែម្ដងកន្លែងនេះគឺពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់ធម្មពលនេះគឺយើងមានតាំងពីយូរណាស់មកហើយដោយសារតែបរិបត្តិនៃការរស់នៅធ្វើឲ្យយើងបាត់បង់ធម្មពលធ្វើឲ្យយើងបាត់បង់អ្វីដែលជាខ្លួនឯងយើងរស់ជាមួយនឹងគោលដៅរបស់អ្នកដទៃរស់ទៅតាមអ្វីដែលជាគេអញ្ចឹងគឺធ្វើឲ្យបាត់បង់ធម្មពលពេលដែលយើងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលហើយយើងទទួលបាននូវធម្មពលពិតនោះហើយចក្រវាលនឹងផ្ដល់ឲ្យយើងអ្វីៗគ្រប់យ៉ាងទៅតាមចំណេះពិតធម្មពលពិតភាពខ្លាំងអច្ឆរិយៈពិតប្រាកដដែលមាននៅក្នុងខ្លួនរបស់យើងគឺទ្រង់ផ្ដល់ឲ្យយើងគ្រប់ពេលគ្រប់វេលាតែម្ដងហើយខ្ញុំតែងតែធ្វើការអារម្មណ៍ស្ដុកស្ដំហ្នឹងគឺផុសឡើងមកតែម្ដងពេលដែលខ្ញុំផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មពលដែលចក្រវាលផ្ដល់ឲ្យហ្នឹងណាអារម្មណ៍ខ្ញុំស្ដុកស្ដំអារម្មណ៍ខ្ញុំរីករាយខុសធម្មតាណាអញ្ចឹងអារម្មណ៍មួយនេះគឺអត់សំដែងហើយអត់ទៀមទាអត់ចង់បានទេគឺផុសឡើងតែម្ដងនៅពេលដែលផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាលហើយចក្រវាលគាត់ confirm ហើយចក្រវាលគឺគាត់ផ្ដល់ឲ្យកន្លែងហ្នឹងមកយើងហើយជាធម្មពលពិតជាភាពខ្លាំងអស្ចារ្យអច្ឆរិយៈពិតប្រាកដមកឲ្យយើងផ្ទាល់តែម្ដងចំណុចមួយទៀតដែលយើងកំពុងតែដើរផ្លូវដែលជាភាពខ្លាំងរបស់យើងអ្វីដែលជាធម្មពលរបស់យើងគឺមានដូចជាបងប្អូនមានមនុស្សជាទីស្រឡាញ់មានឪពុកម្ដាយគឺគាត់តែងតែបង្អាក់ដំណើរមិនមែនថាគាត់ប្រឈប់គាត់ស្អប់គាត់ខឹងយើងអត់ទេគាត់ចង់ឲ្យយើងល្អគាត់ចង់ឲ្យយើងល្អ
ធ្វើអ្វីកុំឲ្យខុសឆ្គងណាកុំឲ្យមានអារម្មណ៍ថាខុសតោះអីចឹងទៅគាត់បារម្ភនិយាយរួមទៅគឺគាត់បារម្ភពីយើងអត់ចង់ឲ្យយើងដើរខុសអត់ចង់ឲ្យយើងធ្វើអ្វីប្លែកប៉ុន្តែភាពប្លែកភាពបាទដែលมันនឹកស្មានដល់ហ្នឹងគឺជាអ្វីដែលចក្រវាលគាត់ផ្ដល់ឲ្យយើងអញ្ចឹងគឺយើងមានភាពខ្លាំងអស្ចារ្យហើយចក្រវាលគឺគាត់ផ្ដល់ឲ្យយើងពេលដែលយើងដើរហ្នឹងគឺមានបងប្អូនឪពុកម្ដាយគឺគាត់ហាមឃាត់យើងថាកុំឲ្យទៅនេះកុំឲ្យទៅនោះគាត់បារម្ភយើងទេមិនថាគាត់មិនចង់ឲ្យយើងចង់សម្រាប់គោលដៅក៏មិនហ្មងពំប្រាថ្នាទេពេលខ្លះពេលដែលយើងបញ្យល់គាត់ឲ្យយល់គឺគាត់យល់ពេលដែលគាត់ថាអត់យល់ហើយយើងធ្វើអ្វីដែលយើងអាចធ្វើបានមានន័យថាយើងឲ្យគាត់មើលទៅលើលទ្ធផលវិញណាមិនបាច់និយាយច្រើនធ្វើអ្វីដែលយើងអាចធ្វើបានឲ្យល្អបំផុតឲ្យគាត់ចាំតែមើលលទ្ធផលទៅនោះនៅពេលណាមួយគឺគាត់នឹងឃើញលទ្ធផលយើងហើយគឺគាត់នឹងស្របតាមយើងពេលដែលគាត់ហាមឃាត់យើងគឺគាត់បារម្ភពីយើងគឺគាត់ចង់ឲ្យយើងល្អគាត់ចង់ឲ្យយើងបាទធ្វើអ្វីឲ្យកុំឲ្យខុសឆ្គងអញ្ចឹងណាអញ្ចឹងនៅពេលនោះហើយពេលដែលយើងយកឈ្នះបញ្ហាបានឈ្នះចិត្តខ្លួនឯងទៅអញ្ចឹងពេលដែលយើងយកឈ្នះខ្លួនឯងបានយើងទទួលបានចម្លើយដ៏ល្អហើយយើងអាចដើរតាមបេះដូងរបស់ខ្លួនឯងបានដើរតាមធម៌ពលដែលចក្រវាលផ្ដល់ឲ្យបានពេលនោះហើយយើងនឹងឈានទៅរកគោលដៅក្តីសម័យរបស់យើងទៅតាមដែលចក្រវាលផ្ដល់ឲ្យយើងគ្រប់ពេលគ្រប់វេលានឹងឯងអញ្ចឹងពេលដែលយើងទទួលបានលទ្ធផលហ្នឹងហើយយើងយកទៅ show ឲ្យឪពុកម្ដាយបងប្អូនគាត់មើលនៅពេលនោះគឺគាត់ឃើញលទ្ធផលគឺគាត់នឹងរីករាយអបអរសាទរអញ្ចឹងដំណើរនៃការដែលយើងដើរទៅរកគោលដៅក្តីសម័យរបស់យើងជាមួយនឹងធម៌ពលរបស់យើងតែទៅជួបឧបសគ្គតែទៅជួបបញ្ហាជាច្រើនពេលដែលយើងយកឈ្នះយើងទទួលបាននូវភាពជោគជ័យនៅពេលនោះហើយគឺជាពេលដែលចក្រវាលស័ក្តិចិត្តនៅពេលដែលយើងចោះចាញ់កន្លែងហ្នឹងគឺយើងរៀនមកតង់ទៀតតែទៅពេលដែលយើងឈ្នះកន្លែងហ្នឹងហើយគឺយើងឈ្នះអ្វីៗគ្រប់យ៉ាងអាចសម្រេចគោលដៅបំណងប្រាថ្នារបស់យើងខ្លះទៅជាមនុស្សម្នាក់ដែលស្ដុកស្ដំហើយជាបុគ្គលដែលអស្ចារ្យមែនទែនទទួលបានអ្វីៗដែលចក្រវាលផ្ដល់ឲ្យព្រមឡងពេលនៃការដើរហ្នឹងគឺតែងតែមានការស័ក្តិចិត្តធ្វើឲ្យយើងធ្លាក់ធ្វើឲ្យយើងបរាជ័យបាត់បង់អ្វីៗគ្រប់យ៉ាងអញ្ចឹងនៅពេលដែលដំណាក់កាលនៃការអស់អ្វីៗគ្រប់យ៉ាងហ្នឹងថាតើអាចរស់ឡើងវិញដោយរបៀបណាថាតើយើងអាចក្រោកឈរដោយរបៀបណានៅពេលដែលយើងយកឈ្នះនៅពេលដែលយើងក្រោកហើយភាពខ្លាំងរបស់យើងគឺកាន់តែខ្លាំងឡើងយើងអាចយកឈ្នះអ្វីៗគ្រប់យ៉ាងបានទាំងអស់ផ្ទាល់តែម្ដងអញ្ចឹងនៅពេលនោះហើយចក្រវាលបំពេញបំណងប្រាថ្នារបស់យើងគ្រប់បែបយ៉ាងទៅពេលដែលយើងជាមនុស្សដែលផ្ដល់ឲ្យជាមនុស្សដែលមិនទាមទារជាមនុស្សដែលចូលចិត្តណាចែករំលែកជាមនុស្សដែលធ្វើការជួយមនុស្សនៅក្នុងផែនដីមួយនេះចក្រវាលចូលចិត្តមនុស្សដែលចូលចិត្តផ្ដល់ឲ្យចក្រវាលចូលចិត្តមនុស្សដែលមិនចង់បានមិនទាមទារជួយយើងកាន់តែផ្ដល់ឲ្យយើងកាន់តែទទួលបានកាន់តែធ្វើការងារជួយទៅដល់មនុស្សរួមលោកចក្រវាលកាន់តែផ្ដល់ឲ្យយើងលើសពីការរំពឹងទុកអញ្ចឹងអ្វីដែលខ្ញុំចែករំលែកពេលនេះគឺសូមធ្វើការបញ្ចប់ប៉ុណ្ណឹងដែលនិយាយអំពីបាទធម្មពលដ៏អស្ចារ្យដែលមាននៅក្នុងខ្លួនរបស់មនុស្សនៅពេលដែលយើងផ្សារភ្ជាប់ជាមួយនឹងចក្រវាលអរគុណ